Bạn sưu đây nhẹ tỏ khnia lục ru nâng nhẹ tu sana nâng nông video YouTube channel nhóm mua xua tăng hạ lý thạ ti đọc pi nâng nông xà lá on tạ triệt lái hay nâng nông video ni nhóm nâng nị dây ổng pi pro what the kite u đo minh chay rồi bỏ Campuchia bà khét u đo minh chay thật nào tay kháng trơn chiếng kháng lệchในประเทศกัมพูชีដែលមានព្រំប្រតោខាងលើជើងជាប់នឹងប្រទេសថៃគឺខេត្តបូរីរ៉ាំសុរិនទ៍និងស៊ីសាកេតដែលមានប្រវែង224គីឡូម៉ែត្រខណ្ឌចែកដីខ្មែរនិងថៃដោយភ្នំដងរែកគ្មានដីវាលរៀបទេជាមួយប្រទេសថៃគឺសុទ្ធតែភ្នំដោយមានតែច្រក5សម្រាប់ចេញចូលប៉ុណ្ណោះគឺច្រកជប់កគីច្រកថ្មដូនច្រកអូស្មាច់ច្រកជាសាងាមនិងច្រកព្រះប្រឡាយហើយខេត្តនេះមានព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តសៀមរាបខាងកើតជាប់នឹងខេត្តព្រះវិហារនិងខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យបានកើតនៅឆ្នាំ1964តាមព្រះរាជក្រមលេខ194ចុះថ្ងៃទី12ខែកក្កដាឆ្នាំ1964នៅសម័យអង្គររាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទនរោត្តមសីហនុប៉ុន្តែក្រោយឆ្នាំ1970សង្គ្រាមបានឆាបឆេះឡើងរាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាបយោងព្រះរាជក្រឹត្យលេខរកាត់195/07ចុះថ្ងៃទី28ខែមករាឆ្នាំ1995ខេត្តឧត្តរមានជ័យត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាបនៅពេលនោះរាល់រចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយទេលុះដល់ថ្ងៃទី27ខែមេសាឆ្នាំ1994ស្ថិតក្រោមអធិបតេយ្យភាពលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រកាសដាក់ឲ្យដំណើរការងាររដ្ឋបាលជាផ្លូវការចំពោះឈ្មោះខេត្តឧត្តរមានជ័យនេះវិញគឺពាក្យឧត្តរប្រែថាភាគខាងជើងនិងពាក្យមានជ័យប្រែថាជ័យចំនះហើយក៏ជាខេត្តចុងក្រោយគេបង្អល់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមហនគមបញ្ចប់សង្គ្រាមសិវរយរំនៃថ្ងៃទី23ខែមេសាឆ្នាំ1998ខេត្តឧត្តរមានជ័យបានទទួលគេដំណើរវប្បធម៌មួយចំនួនដែលស័ព្ទថ្ងៃមានខ្លាយជាតំបន់ទេសចរដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនខេត្តឧត្តរមានជ័យមានរមណីយដ្ឋានវប្បធម៌ជាច្រើនរួមមានដូចជាប្រាសាទបុរាណនៅមានរូបរាង18កន្លែងស្ពានបុរាណ7កន្លែងទទួលប្រាសាទ82កន្លែងនិងស្រះបុរាណ19កន្លែងប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យមានដូចជាប្រាសាទតាមុនជាដើមក្រៅពីនេះមានរមណីយដ្ឋានធម្មជាតិទីកន្លែងទៀតសម្រាប់ទាក់ទាញទេសចរផងដែរនេះហើយគឺប្រវត្តិខេត្តឧត្តរមានជ័យរបស់កម្ពុជាសូមអរគុណដែលបានស្ដាប់ក្នុងការវីដេអូរបស់ខ្ញុំសូម subscribe like ហើយ share វីដេអូខ្ញុំសូមអរគុណ